បាទជំរាបសួរបងប្អូនកសិករទាំងអស់គ្នាបាទថ្ងៃនេះក្រុមការងាររបស់ SV Rank បាទកំពុងចោះទៅផ្សព្វផ្សាយអំពីការប្រើប្រាស់កាត់គោកសិកម្មមិត្តបាទនេះគឺបូណាគាត់កំពុងតែប្រឹក្សាច្បល់ជាមួយនឹងបងប្រុសម្ចាស់កសិដ្ឋានអំពីតបចោលនៃការកាត់គោកសិកម្មមិត្តហើយថ្មីនេះផងដែរគឺក្រុមហ៊ុន SV Rank គឺមានចំណីបំពន់គោសាច់បាទហើយសមាសធាតុនៅក្នុងចំណីបំពន់គោសាច់នេះគឺមានប្រូតេអ៊ីនរហូតដល់ 15.5% ហើយជាតិខ្លាញ់បាទទីបំផុតនេះគឺ 2.2%សារធាតុសរសៃបាទនឹងគឺ 6% ហើយកាល់ស្យូមចន្លោះពី1ទៅ1កន្លះបាទហើយបាទផូស្វ័របាទ 0.7% បាទសំណើមចាំផុតនេះគឺ 13% បាទនិងថាមពលគឺមានរហូតដល់ 2700 កាឡូរីបាទគីឡូក្រាមបាទអញ្ចឹងបាទអញ្ចឹងពុកម៉ែបងប្អូនដែលចង់បានចំណីដែលមានគុណភាពល្អគឺបងប្អូនអាចសាកកម្មងបាទពី SV Eco Fit បានបងប្អូនណាហើយថ្ងៃនេះផងដែរជាស្ដាយបាទចោះទៅ2-3ក្រោលគោដែរពុកម៉ែបងប្អូនបាទថ្ងៃនេះផងដែរគឺក្រុមការងារបានចុះផ្សព្វផ្សាយពីអត្ថប្រយោជន៍នៃការប្រើប្រាស់សព្វនិមិត្តគោបាទហើយព្រមទាំងផ្សព្វផ្សាយអំពីចំណីរបស់ក្រុមហ៊ុន SV Rank ផងដែរចាប់អារម្មណ៍ឲ្យក្រុមហ៊ុនចាប់អារម្មណ៍ជាមួយនឹងចំណីរបស់ក្រុមហ៊ុនផងដែរហើយថ្ងៃនេះគឺគាត់បានជាទិញយ៉ាងច្រើនពីក្រុមហ៊ុនរបស់យើងខ្ញុំហើយខ្ញុំពិតជាអរគុណមែនទែនដែលបងប្អូនទាំងអស់គ្នាបានជួយគ្រប់គ្រងទាំង spam សព្វនិមិត្តហើយនិងទាំងចំណីរបស់ក្រុមហ៊ុន SV ផងដែរអញ្ចឹងនេះគឺជាសកម្មភាពដែលលោកគ្រូប៊ូណាគាត់កំពុងតែផ្សព្វផ្សាយហើយកំពុងតែពិភាក្សាជាមួយនឹងបងម្ចាស់កសិដ្ឋានបាទហើយនេះគឺជារឿងល្អមួយផងដែរសម្រាប់បងប្អូនហើយជាពិសេសជាងនោះទៀតគឺក្រុមហ៊ុន SV Rank គឺបានទទួលនៃការកងត្រាទិញដើម្បីបងប្អូនដែលកំពុងចំណីពីក្រុមហ៊ុន SV Rank ហើយជាពិសេសគឺមានបាទដូចជាបងប្អូនដែលចង់បានចំណីហើយនឹងពូជគោប្រមាណបាទដែលមានគុណភាពល្អពូជល្អបាទបងប្អូនអាចទាក់ទងទៅលោកគ្រូប៊ូណាបានតាមលេខទូរស័ព្ទខាងក្រោមនេះបាទនេះគឺជាសាច់ចំណីដែលក្រុម SV Rank បានផលិតចែកជូនប្រជាកសិករប្រើប្រាស់គឺមានគុណភាពល្អបងប្អូនណាបាទអរគុណច្រើន